ក្នុងថ្ងៃនេះផងដែរគឺខ្ញុំមានសាច់រឿងមួយទៀតហើយមកចង់និយាយអ្នកទាំងអស់គ្នាស្ដាប់ចឹងចូលដល់សាច់រឿងហ្នឹងមានហេតុការណ៍មិនខ្លះតោះឥឡូវកុំឲ្យការពេលវេលាយូរយើងតាមស្ដាប់រឿងរ៉ាវយើងទាំងអស់គ្នាដំបូងសាច់រឿងរបស់យើងហ្នឹងគឺមានអ៊ំប្រុសម្នាក់ដែលគាត់ហ្នឹងគឺជាអ្នកមើលគោឲ្យគេហើយអ៊ំប្រុសម្នាក់ហ្នឹងគឺគាត់មានឈ្មោះថាអ៊ំសូដែលគាត់ហ្នឹងគឺមានអាយុ50ឆ្នាំជាងហើយថ្ងៃមួយអ៊ំសូគាត់បានដើរទៅមើលគោឲ្យគេដោយសាប់មួយដងនៅពេលដែលគាត់ខ្វៀលគោដល់ទំនប់មួយកន្លែងគាត់ហ្នឹងក៏បានបលែងគោរបស់គាត់ឲ្យទៅស៊ីស្មៅដោយសាប់មួយដងតែពេលគាត់បលែងគោឲ្យស៊ីស្មៅហ្នឹងប្រហែលជា2 ទៅ 3 ម៉ោងគាត់សាប់តែពីលឿងយ៉ាងខ្លាំងហើយពេលនោះគាត់ហ្នឹងក៏បានប្រញាប់ខ្វៀលគោរបស់គាត់ណាដើម្បីទៅផ្ទះម្ចាស់គោគេវិញនៅពេលគាត់ខ្វៀលគោចិត្តទៅដល់ផ្ទះហើយគាត់សាប់តែមានផ្ទះបាញ់គ្រាប់បាញ់ត្រូវគាត់អ៊ំសូត្រូវតែមីគ្រាប់ហ្នឹងធ្វើឲ្យគាត់ដេកកាប់មុខនឹងខ្លោចកៅអៅអស់រលីងម្ចាស់គោនៅពេលដែលឃើញអ៊ំសូបែបហ្នឹងហើយគាត់ហ្នឹងក៏បានរត់ទៅមើលអ៊ំសូប៉ុន្តែអ៊ំសូគឺគាត់បានបាត់បង់ជីវិតបាត់ទៅហើយពូម្នាក់គាត់ហ្នឹងក៏បានទៅហៅអ្នកភូមិឲ្យទៅមើលអ៊ំសូពេលដែលអ្នកភូមិដើរទៅដល់គឺមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះបានឃើញអ៊ំសូដេកកាប់មុខនឹងខ្លោចកៅអៅអស់រលីងម្ចាស់គោហ្នឹងក៏បានយកអ៊ំសូយកទៅបញ្ចុះនៅដីវាលមួយកន្លែងដែលនៅជិតភូមិនោះហើយម្ចាស់គោនោះគឺមិនបានធ្វើបុណ្យតាមប្រពៃណីនោះទេដោយសារតែអ៊ំសូហ្នឹងគឺគាត់អត់មានសាច់ញាតិហ្នឹងហើយកន្លងប្រហែលជា2 ទៅ 3 ថ្ងៃទៅហើយក៏អត់មានរឿងអ្វីកើតឡើងចំពោះគាត់ដែរប៉ុន្តែយប់មួយពូម្ចាស់គោគឺបានឃើញបុរសម្នាក់ឈរនៅជិតទ្រុងគោគាត់ឃើញបែបនេះហើយគាត់ហ្នឹងក៏បានគិតនៅក្នុងចិត្តរបស់គាត់ថាប្រហែលជាមានចោរហើយពេលនោះគឺគាត់ណាបានទាញដបងយ៉ាងធំមួយហើយគាត់ណាក៏បានដើរសំដៅទៅកន្លែងបុរសម្នាក់នោះពូម្ចាស់គោហ្នឹងគឺមានអារម្មណ៍ថាចម្លែកព្រោះគាត់ណាគឺបានឃើញបុរសម្នាក់ហ្នឹងគឺខោអាវរបស់គាត់ហ្នឹងគឺខ្លោចអស់រលីងនិងមានក្លិនណាឈ្ងៀមខ្លាំងមែនតើប៉ុន្តែបុរសម្នាក់នោះក៏បានបែរមុខមកកាន់គាត់ប៉ុន្តែបុរសម្នាក់នោះគឺងាកមកតែក្បាលទេពូម្ចាស់គោគាត់ឃើញបែបនេះហើយធ្វើឲ្យគាត់ហ្នឹងគឺធ្វើអីអត់ចាញ់ទេគឺនៅឆ្កឹងមួយកន្លែងតែម្ដងហើយខ្មោចកំសូក៏បានសួរមកកាន់គាត់ថាត្រូវការអ្នកមើលគោទេពូម្ចាស់គោឮសំដីរបស់ពូខ្មោចពូសូនិយាយបែបនេះហើយក៏ធ្វើឲ្យគាត់ហ្នឹងភ័យឡើងពេកក៏សម្លាប់បាត់បង់ស្មារតីទៅនៅពេលព្រលឹមអ្នកភូមិក៏បានរកពូម្ចាស់គោប៉ុន្តែគឺបានឃើញពូម្ចាស់គោនៅផ្ទះទេអ្នកភូមិក៏បានគិតថាប្រហែលជាពូម្ចាស់គោហ្នឹងគាត់នៅឯទ្រុងគោបន្ទាប់ពីគិតហើយអ្នកភូមិក៏បានដើរទៅមើលពេលនោះអ្នកភូមិគឺបានឃើញពូម្ចាស់គោដេកនៅជិតទ្រុងគោនោះហើយអ្នកភូមិក៏បានដាក់គាត់នៅជិតទ្រុងគោនោះបន្ទាប់ពីគាត់ញាក់មកអ្នកភូមិក៏បានសួរទៅគាត់ថាមានអ្វីកើតឡើងបានជាដេកនៅជិតទ្រុងគោនោះគាត់នឹងក៏បានប្រាប់រឿងរ៉ាវទៅបានជួបប្រទះខ្មោចលងការពីយប់មិញហ្នឹងចឹងហើយទៅធ្វើឲ្យគាត់នឹងគឺបានសម្លាប់នៅទ្រុងគោហ្នឹងពូម្ចាស់គោនោះគឺគាត់នឹងគឺបាននិយាយអីច្រើនទេគាត់នឹងក៏បានធ្វើការងាររបស់គាត់ប្រចាំថ្ងៃដោយរាល់ដងអីចឹងទៅតោះឥឡូវយើងកាត់មកដល់ពេលរសៀលវិញប្រហែលជាម៉ោង 5ពូម្ចាស់គោគឺគាត់បានខ្វៀលគោដើម្បីចូលទ្រុងវិញពេលដែលគាត់ខ្វៀលគោអីហើយហ្នឹងប្រហែលជាម៉ោង 7 ទៅហើយនៅពេលដែលគាត់បានរៀបចំអីហើយហ្នឹងគាត់នឹងក៏បានឡើងទៅលើផ្ទះរបស់គាត់ដើម្បីសម្រាកគាត់នឹងក៏បានតិចភ្នែកដើម្បីដេកបានប្រហែលជាមួយសម្បកគាត់នឹងក៏ស្រាប់តែឮសំឡេងអ្វីមិនដឹងទេគឺសំឡេងហ្នឹងគឺឮចេញមកគឺនៅពីទ្រុងគោរបស់គាត់ហ្នឹងតែម្ដងពូម្ចាស់គោគាត់គិតប្រហែលជាមានខ្មោចអ៊ំសូហ្នឹងទៀតហើយគាត់នឹងគឺមិនបានចោះទៅមើលទេព្រោះខ្លាចខ្មោចអ៊ំសូហ្នឹងគឺលងគាត់ម្ដងទៀតពេលនោះក៏ស្រាប់តែមានសំឡេងគោះទ្វារចេញពីផ្ទះរបស់ពូម្ចាស់គោដែលធ្វើឲ្យពូម្ចាស់គោហ្នឹងគឺមានអារម្មណ៍ថាភ័យជាខ្លាំងហើយគាត់ហ្នឹងក៏បានឮសំឡេងនោះជាច្រើនដងពូម្ចាស់គោភ័យពេកគាត់ណាក៏បានលូនតាមអង្អូតដើម្បីរត់ទៅផ្ទះអ្នកភូមិដើម្បីឲ្យអ្នកភូមិហ្នឹងជួយគាត់នៅពេលគាត់រត់ទៅដល់ផ្ទះអ្នកភូមិណាក៏បានសួរគាត់ថាមានរឿងអ្វីទៀតហើយពូម្ចាស់គោក៏បានប្រាប់ទៅអ្នកភូមិហ្នឹងថាគឺខ្មោចអ៊ំសូហ្នឹងគឺបានលងគាត់ទៀតហើយអ្នកភូមិក៏មិនបានសួរគាត់អីទៀតដែរហើយពូម្ចាស់គោហ្នឹងក៏បានសុំអ្នកភូមិហ្នឹងដើម្បីសម្រាប់មួយយប់នៅព្រឹកឡើងពូម្ចាស់គោហ្នឹងក៏បានអញ្ជើញព្រះសង្ឃដើម្បីមកធ្វើពិធីប៉ុន្តែព្រះសង្ឃគឺក៏បានប្រាប់ថាគ្រាន់តែយកសពអ៊ំសូណាទៅធ្វើបុណ្យតាមប្រពៃណីទៅហើយពូម្ចាស់គោហ្នឹងក៏បានយកសពអ៊ំសូទៅធ្វើបុណ្យតាមប្រពៃណីទៅចាប់ពីថ្ងៃហ្នឹងមកគឺគាត់ហ្នឹងគឺលែងបានជួបហេតុការណ៍ខ្មោចលងអីទៀតហើយហ្នឹងអ្នកទាំងអស់គ្នាសាច់រឿងរបស់យើងហ្នឹងគឺមានតែប៉ុណ្្នឹងទេបើសិនមកអ្នកទាំងអស់គ្នាមានសាច់រឿងណាចង់ចែករំលែកមកកាន់យើងខ្ញុំអ្នកទាំងអស់គ្នាអាចចែករំលែកបានគឺខ្ញុំបានដាក់ link ក្នុង description ហ្នឹងហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបានសូមអរគុណសូមជម្រាបលា